Colon Sander បរិះវ័យ65ឆ្នាំដែលត្រូវបានគេបដិសេធមុនបង្កើត KFC តែអ្នកធ្លាប់គិតថាខ្ញុំចាស់ពេកហើយសម្រាប់ចាប់ផ្ដើមធ្វើអ្វីឱកាសសម្រាប់ខ្ញុំបានកន្លងផុតទៅហើយមនុស្សដូចខ្ញុំមិនអាចជោគជ័យបានទេមនុស្សជាច្រើនមានគំនិតបែបនេះនៅពេលពួកគេជួបការបរាជ័យឬពេលវេលាកន្លងផុតទៅពួកគេគិតថាជោគជ័យគឺសម្រាប់មនុស្សពេញវ័យពួកគេគិតថាអ្នកដែលមិនទទួលបានជោគជ័យនៅអាយុ20ឬ30ឆ្នាំប្រហែលជាមិនមានឱកាសទៀតទេប៉ុន្តែមានបរិះម្នាក់បានបង្ហាញគំនិតនេះមិនត្រឹមត្រូវទេគាត់មិនបានក្លាយជាមនុស្សល្បីនៅពេលដែលគាត់នៅក្មេងគាត់មិនបានកសាងអាជីវកម្មធំទាំងពីដំបូងផ្ទុយទៅវិញជីវិតរបស់គាត់ពោរពេញដោយការបាត់បង់ការបដិសេធនិងការចាប់ផ្ដើមថ្មីជាច្រើនដងនៅពេលមនុស្សជាច្រើនគិតពីការសម្រាកនិងចូលនិវត្តន៍គាត់កំពុងចាប់ផ្ដើមសាងសង់អ្វីមួយដែលនឹងក្លាយជាម៉ាកអាហារដ៏ល្បីមួយនៅលើពិភពលោកនោះគឺ Colon Sander ស្ថាបនិក KFC ប៉ុន្តែរឿងដែលគួរឲ្យចាប់អារម្មណ៍បំផុតមិនមែនជារឿងដែលគាត់ក្លាយជាអ្នកមាននោះទេអ្វីដែលគួរឲ្យចាប់អារម្មណ៍គឺរឿងរ៉ាវមុនពេលដែលគាត់ជោគជ័យមុនពេលមនុស្សស្គាល់ឈ្មោះ Colon Sander គាត់ធ្លាប់ជាមនុស្សធម្មតាម្នាក់ដែលត្រូវប្រឈមនឹងជីវិតដ៏លំបាកគាត់ធ្លាប់បាត់បង់ឪពុកតាំងពីក្មេងគាត់ធ្លាប់ប្ដូរការងារជាច្រើនគាត់ធ្លាប់បរាជ័យក្នុងអាជីវកម្មគាត់ធ្លាប់ឮពាក្យទេរាប់មិនអស់ប៉ុន្តែមានរឿងមួយដែលគាត់មិនដែលបោះបង់នោះគឺមិនព្រមបោះបង់កុមារភាពដែលបង្ខំឲ្យគាត់ក្លាយជាមនុស្សរឹងមាំ Colon Sander កើតនៅឆ្នាំ1890នៅរដ្ឋ Indiana សហរដ្ឋអាមេរិកកុមារភាពរបស់គាត់មិនដូចកុមារដែលមានជីវិតស្រួលនោះទេនៅពេលគាត់នៅតូចឪពុករបស់គាត់បានស្លាប់ហើយធ្វើឲ្យគ្រួសាររបស់គាត់ជួបការលំបាកម្ដាយរបស់គាត់ត្រូវចេញពីធ្វើការដើម្បីរកប្រាក់ចិញ្ចឹមគ្រួសារដោយសារតែស្ថានភាពនេះ Colon ត្រូវចាប់ផ្ដើមជួយគ្រួសារតាំងពីក្មេងនៅអាយុប្រហែល10ឆ្នាំគាត់បានចាប់ផ្ដើមការងារតូចៗដើម្បីជួយរកប្រាក់គាត់មិនមានឱកាសរស់នៅដូចក្មេងដទៃទេខណៈដែលក្មេងផ្សេងៗកំពុងរៀននិងលេងគាត់ត្រូវរៀនអំពីទំនួលខុសត្រូវប៉ុន្តែបទពិសោធន៍ដ៏លំបាកទាំងនេះបានបង្រៀនគាត់នៅមេរៀនសំខាន់មួយគ្មាននរណាម្នាក់មកជួយសង្គ្រោះជីវិតយើងទេប្រសិនបើយើងមិនខិតខំដោយខ្លួនឯងមនុស្សម្នាក់ដែលមិនដែលឈប់ស្វែងរកផ្លូវពេលធំឡើង Colon Sander បានធ្វើការងារជាច្រើនគាត់ធ្លាប់ធ្វើជាកម្មករកសិកម្មគាត់ធ្លាប់ធ្វើជាអ្នកធ្វើការលើផ្លូវដែកគាត់ធ្លាប់ធ្វើការជាអ្នកលក់ធានារ៉ាប់រងគាត់ធ្លាប់ធ្វើការនៅស្ថានីយ៍ប្រេងឥន្ធនៈគាត់បានសាកល្បងអាជីពជាច្រើនប៉ុន្តែគ្មានការងារណាមួយដែលធ្វើឲ្យគាត់ក្លាយជាមនុស្សជោគជ័យធំឡើយមនុស្សមួយចំនួនប្រហែលជាគិតថាគាត់បរាជ័យច្រើនពេកហើយប្រហែលជាគាត់មិនមានសំណាងប្រហែលជាគាត់គួរតែឈប់ស្វែងរកអ្វីដែលថ្មីប៉ុន្តែ Sander មិនបានគិតបែបនោះទេរកការងារដែលគាត់ធ្វើមិនមែនជាការខាតបង់ទេវាក៏ជាបទពិសោធន៍ការធ្វើការងារជាមួយមនុស្សជាច្រើនបានបង្រៀនគាត់អំពីទំនាក់ទំនងការលក់បានបង្រៀនគាត់អំពីអតិថិជនការធ្វើម្ហូបបានបង្រៀនគាត់អំពីរសជាតិនិងគុណភាពគាត់ប្រមូលបទពិសោធន៍ទាំងអស់នោះដោយមិនដឹងថ្ងៃណាមួយវានឹងក្លាយជាគ្រឹះនៃអ្វីធំមួយការរកឃើញចំណង់ចំណូលចិត្តក្នុងការធ្វើម្ហូបនៅពេល Sander អាយុ40ឆ្នាំគាត់បានចាប់ផ្ដើមធ្វើការនៅស្ថានីយ៍ប្រេងមួយនៅទីនោះគាត់បានចាប់ផ្ដើមលក់អាហារតូចៗឲ្យអ្នកធ្វើដំណើរមនុស្សដែលឈប់នៅទីនោះមិនត្រឹមតែចង់បានប្រេងទេពួកគេចង់បានអាហារដែលឆ្ងាញ់ដែលមានគុណភាពផងដែរ Sander ចាប់ផ្ដើមចម្អិនម្ហូបសម្រាប់ពួកគេគាត់យកបទពិសោធន៍ពីការធ្វើម្ហូបជាច្រើនឆ្នាំមកកែលម្អរសជាតិអ្វីដែលធ្វើឲ្យគាត់ខុសពីអ្នកដទៃគឺគាត់មិនចង់ធ្វើអាហារធម្មតាទេ
គាត់ចង់ធ្វើអាហារដែលមនុស្សចង់ចាំបានគាត់ចាប់ផ្ដើមសាកល្បងវិធីធ្វើមាន់បំពងគាត់សាកល្បងគ្រឿងទេសផ្សេងៗគាត់កែប្រែវិធីចម្អិនជាច្រើនមនុស្សជាច្រើនបានធ្វើវាបានប៉ុន្តែអ្នកដែលខុសគ្នាគឺអ្នកដែលតែងតែស្វែងរកវិធីធ្វើឲ្យល្អជាងមុននេះជាចំណុចដែលចាប់ផ្ដើមបង្កើតរឿងព្រេងរបស់ Colin Sanders អាហារតូចមួយដែលចាប់ផ្ដើមពីស្ថានីយ៍ប្រេងក្រោយមក Sanders បានបើកភោជនីយដ្ឋានតូចមួយមនុស្សចាប់ផ្ដើមស្គាល់មាន់បំពងរបស់គាត់អតិថិជនមកមិនមែនដោយសារការផ្សព្វផ្សាយធំទេពួកគេមកដោយសាររសជាតិពេលមនុស្សញ៉ាំអាហារដែលពួកគេចូលចិត្តពួកគេនឹងប្រាប់គ្នានេះជាការផ្សព្វផ្សាយដែលមានតម្លៃបំផុតប៉ុន្តែជីវិតដែលផ្ដល់ផ្លូវត្រង់សម្រាប់ Sender ទេនៅពេលអាជីវកម្មគាត់ចាប់ផ្ដើមល្អបញ្ហាថ្មីក៏មកដល់ផ្លូវធំដែលនាំមនុស្សមករកភោជនីយដ្ឋានរបស់គាត់ត្រូវបានបដូរទិសហើយចំនួនអតិថិជនក៏ចាប់ផ្ដើមចុះអាជីវកម្មដែលគាត់ខិតខំកសាងត្រូវប្រឈមមុខនឹងការបាត់បង់មនុស្សជាច្រើននៅពេលនោះប្រហែលជាចុះចាញ់ពួកគេអាចនិយាយថាខ្ញុំចាស់ហើយវាមិនមានប្រយោជន៍អីទៀតទេខ្ញុំគួរតែឈប់ប៉ុន្តែ Sander មិនបានបបងទេហើយនេះជាចំណុចដែលធ្វើឲ្យរឿងរបស់គាត់កាន់តែគួរចាប់អារម្មណ៍ព្រោះការធ្វើដំណើរដ៏ធំបំផុតរបស់គាត់មិនទាន់ចាប់ផ្ដើមនៅឡើយទេអាយុ65ឆ្នាំពេលដែលមនុស្សជាច្រើនគិតថាជីវិតត្រូវបានបញ្ចប់នៅពេលដែលមនុស្សភាគច្រើនឈានដល់អាយុ60ឆ្នាំឬ65ឆ្នាំពួកគេចាប់ផ្ដើមគិតពីការសម្រាកព្រោះពួកគេគិតថាខ្ញុំធ្វើការមកគ្រប់គ្រាន់ហើយពេលវេលារបស់ខ្ញុំប្រហែលជាបានកន្លងផុតទៅហើយអ្វីដែលថ្មីគួរទុកឲ្យមនុស្សពេញវ័យក្មេងធ្វើការងារនេះវិញប៉ុន្តែ Sander មិនបានគិតបែបនេះទេនៅពេលដែលគាត់អាយុ65ឆ្នាំគាត់មិនបានមើលខ្លួនឯងថាជាមនុស្សចាស់ដែលបាត់បង់ឱកាសទេគាត់មើលខ្លួនឯងថាជាមនុស្សម្នាក់ដែលនៅតែមានអ្វីដែលអាចផ្ដល់ឲ្យពិភពលោកគាត់មានអ្វីមួយដែលគាត់ជឿជាក់ខ្លាំងនោះគឺរូបមន្តមាន់បំពងដែលគាត់បានចំណាយពេលជាច្រើនឆ្នាំកែលម្អប៉ុន្តែបញ្ហាគឺគាត់មិនមានហាងធំគាត់មិនមានប្រាក់ច្រើនគាត់មិនមានក្រុមហ៊ុនធំគាត់មានតែបទពិសោធន៍និងជំនឿលើអ្វីដែលគាត់បានបង្កើតការចាប់ផ្ដើមពីរថយន្តចាស់មួយក្រោយពេលដែលភោជនីយដ្ឋានរបស់គាត់មានបញ្ហា Sander ត្រូវចាប់ផ្ដើមគិតពីវិធីថ្មីគាត់បានសម្រេចចិត្តធ្វើអ្វីមួយដែលមនុស្សជាច្រើនប្រហែលមិនហ៊ានធ្វើនៅអាយុរបស់គាត់យករូបមន្តមាន់បំពងរបស់គាត់ទៅណែនាំដល់ម្ចាស់ភោជនីយដ្ឋានផ្សេងៗគំនិតរបស់គាត់គឺសាមញ្ញគាត់មិនបាច់ចំណាយហាងដោយខ្លួនឯងទេគាត់អាចធ្វើឲ្យភោជនីយដ្ឋានផ្សេងៗប្រើរូបមន្តរបស់គាត់ហើយគាត់ទទួលបានចំណែកពីការលក់ថ្ងៃនេះគំនិតនេះមើលទៅដូចធម្មតាប៉ុន្តែសម្រាប់ពេលនោះវាជាគំនិតថ្មីមួយដែលបញ្ហានោះគ្មាននរណាចង់ស្ដាប់គាត់ទេពាក្យថាទេរាប់មិនអស់ Sander បានចាប់ផ្ដើមធ្វើដំណើរទៅកាន់ភោជនីយដ្ឋានជាច្រើនគាត់ចូលទៅជួបម្ចាស់ហាងគាត់ពន្យល់អំពីរូបមន្តបំពងរបស់គាត់ប្រាប់ថាអាហារនេះអាចទាក់ទាញអតិថិជនបានប៉ុន្តែចម្លើយដែលគាត់ទទួលបានភាគច្រើននោះគឺទេមិនចាប់អារម្មណ៍ទេយើងមានរូបមន្តរបស់យើងហើយវាមិនដំណើរការទេសម្រាប់មនុស្សម្នាក់ដែលនៅអាយុ65ឆ្នាំការទទួលការបដិសេធជាបន្តបន្ទាប់អាចធ្វើឲ្យគេបោះបង់យ៉ាងងាយប៉ុន្តែ Sander មិនបានឈប់ទេគាត់បន្តបើកឡានពីកន្លែងមួយទៅកន្លែងមួយគាត់បន្តនិយាយជាមួយម្ចាស់ភោជនីយដ្ឋានគាត់បន្តស្ដាប់ពាក្យបដិសេធគាត់ក៏បានបន្តសាកល្បងវាជាថ្មី
មានរឿងមួយដែលគាត់យល់ច្បាស់ការបដិសេធមិនមែនជាការបញ្ជាក់ពីគំនិតរបស់យើងមិនល្អទេពេលខ្លះវាគ្រាន់តែមានន័យថាយើងមិនទាន់បានជួបមនុស្សត្រឹមត្រូវការជួបមនុស្សដំបូងដែលជឿជាក់គាត់ក្រោយពីការព្យាយាមជាច្រើនលើកម្ចាស់ពយនីឋានម្នាក់បានសម្រេចចិត្តសាកល្បងរូបមន្តរបស់ Sender លទ្ធផលនោះគឺល្អអតិថិជនចាប់ផ្ដើមចូលចិត្តមកបំពងរសជាតិថ្មីនេះហើយនេះក៏ជាចំណុចចាប់ផ្ដើមសំខាន់ក្នុងជីវិតរបស់ Sender គាត់មិនត្រូវការមនុស្សរាប់រយនាក់ជឿលើគាត់តាំងពីដំបូងទេគាត់ត្រូវការតែមនុស្សមួយចំនួនដែលផ្ដល់ឱកាសឲ្យពួកគាត់បង្ហាញសមត្ថភាពជាច្រើនដងក្នុងជីវិតមនុស្សបរាជ័យមិនមែនព្រោះពួកគេគ្មានសមត្ថភាពទេពួកគេបរាជ័យព្រោះពួកគេឈប់មុនពេលឱកាសមកដល់មនុស្សម្នាក់ដែលមិនខ្លាចចាប់ផ្ដើមពីសូន្យអ្វីដែលគួរឲ្យគោរពបំផុត Colin Sender គឺចាប់ផ្ដើមធ្វើវាគាត់មិនមានអាយុ20ឆ្នាំដោយស្ថាបនិកបច្ចេកវិទ្យាជាច្រើននោះទេគាត់មិនមានថវិកាធំគាត់មិនមានក្រុមអ្នកជំនាញច្រើនគាត់មានតែបទពិសោធន៍ជាច្រើនឆ្នាំជំនឿលើផលិតផលរបស់គាត់និងភាពអត់ធ្មត់មនុស្សជាច្រើនគិតថាការជោគជ័យត្រូវចាប់ផ្ដើមពីវ័យក្មេងប៉ុន្តែរឿងរបស់ Sender បានបង្ហាញថាពេលវេលាដ៏ល្អបំផុតមិនមែនតែងតែជាពេលដែលយើងចាប់ផ្ដើមទេពេលវេលាដ៏ល្អបំផុតគឺពេលដែលយើងមានការតាំងចិត្តមិនបោះបង់ពីរូបមន្តតូចទៅជាអាជីវកម្មធំបន្តិចម្ដងភោជនីយដ្ឋានកាន់តែច្រើនចាប់ផ្ដើមចាប់អារម្មណ៍ទៅលើរូបមន្តរបស់ Sender គំនិតដែលមនុស្សជាច្រើនធ្លាប់បដិសេធចាប់ផ្ដើមទទួលស្គាល់ឈ្មោះ Colin Sender ចាប់ផ្ដើមល្បីមនុស្សចាប់ផ្ដើមស្គាល់ពីបុរសពាក់អាវសនិងពុកមាត់ពណ៌សដែលមានរូបភាពជាមនុស្សជឿទុកចិត្តបានប៉ុន្តែនេះមិនមែនជាការចុងបញ្ចប់នោះទេនេះគ្រាន់ជាការចាប់ផ្ដើមនៃអាណាចក្រមួយប៉ុណ្ណោះព្រោះបន្ទាប់ពីមាន់បំពងរបស់គាត់ទទួលបានការចាប់អារម្មណ៍មានសំណួរធំបំផុតបានកើតឡើងតើរូបមន្តទូចនេះអាចក្លាយជាម៉ាកអាហារដែលមនុស្សពិភពលោកទទួលស្គាល់បានយ៉ាងដូចម្តេចពេលដែលគំនិតតូចមួយក្លាយទៅជាអាជីវកម្មធំនៅពេលដែលចាប់ផ្ដើមស្គាល់រសជាតិមាន់បំពងរបស់ Colin Sender អ្វីមួយបានចាប់ផ្ដើមផ្លាស់ប្ដូរអ្វីដែលធ្លាប់ត្រូវបានគេមើលរំលងចាប់ផ្ដើមក្លាយទៅជាអ្វីដែលមនុស្សចង់បានប៉ុន្តែ Sender មិនបានត្រឹមតែថាខ្ញុំមានរូបមន្តល្អទេខ្ញុំយល់ថាដើម្បីឲ្យមានអាជីវកម្មរីកចម្រើនគាត់ត្រូវបង្កើតប្រព័ន្ធមួយគាត់មិនអាចធ្វើមាន់បំពងដោយខ្លួនឯងគ្រប់ទីកន្លែងបានទេគាត់ត្រូវការតែមនុស្សផ្សេងទៀតដែលអាចធ្វើវិធីរបស់គាត់និងរក្សាគុណភាពដូចគ្នានេះជាគំនិតសំខាន់ដែលធ្វើឲ្យ KFC អាចរីកធំបានពីអ្នកលក់រូបមន្តទៅជាអ្នកបង្កើតម៉ាកយីហោនៅដំបូង Sender មិនមានគម្រោងបង្កើតបណ្ដាញភោជនីយដ្ឋានធំដូចថ្ងៃនេះទេគាត់គ្រាន់តែចង់ឲ្យមនុស្សបានសាកល្បងមាន់បំពងរបស់គាត់បានធ្វើដំណើរទៅជួបម្ចាស់ភោជនីយដ្ឋានជាច្រើនគាត់បានបង្រៀនពួកគេពីរបៀបធ្វើម្ហូបគាត់ផ្ដល់រូបមន្តគាត់ជួយឲ្យពួកគេលក់ផលិតផលបានល្អនេះជាគំនិតដែលបង្កើតសាខាដែលក្រោយបានក្លាយជាមូលដ្ឋានរបស់ KFC ប៉ុន្តែអ្វីដែលធ្វើឲ្យ Sender ខុសពីមនុស្សជាច្រើនគឺគាត់យកចិត្តទុកដាក់លើព័ត៌មានលម្អិតគាត់មិនគិតថាគ្រាន់តែលក់វាឲ្យបានគឺគ្រប់គ្រាន់ហើយគាត់គិតថាអតិថិជនត្រូវទទួលបានរសជាតិដូចគ្នាគ្រប់ទីកន្លែងនេះជាមូលហេតុដែលម៉ាកយីហោធំត្រូវការគុណភាពថេរមនុស្សមិនត្រឡប់មកទិញម្ហូបម្ដងទៀតទេដោយសារឈ្មោះប៉ុណ្ណោះទេពួកគេនឹងត្រឡប់មកវិញព្រោះពួកគេទុកចិត្ត
លើបទពិសោធន៍របស់ពួកគេទទួលបានអាត់កំបាំងរសជាតិដែលមនុស្សចងចាំរឿងមួយចំនួនដែលធ្វើឲ្យមាន់បំពងរបស់ Sender មានភាពពិសេសគឺការប្រើគ្រឿងទេសជាច្រើនប្រភេទដែលធ្វើឲ្យរសជាតិនៃភាពខុសពីមាន់បំពងធម្មតាប៉ុន្តែអាត់កំបាំងពិតប្រាកដមិនមែនស្ថិតនៅឬគ្រឿងទេសនោះទេវាស្ថិតនៅការយកចិត្តទុកដាក់ Sender មិនបានមើលអាហាររបស់គាត់ថារបស់ដែលគ្រាន់តែលក់ដើម្បីប្រាក់នោះទេគ្រាន់មើលវាថាជាអ្វីមួយដែលតំណាងឲ្យឈ្មោះរបស់គាត់ពេលមនុស្សញ៉ាំអាហាររបស់គាត់ពួកគេកំពុងវាយតម្លៃលើការខិតខំប្រឹងប្រែងរបស់គាត់ទាំងមូលគំនិតនេះអាចអនុវត្តបាននៅក្នុងគ្រប់វិស័យអ្នកដែលជោគជ័យមិនត្រឹមតែផ្ដល់ផលិតផលទេពួកគេផ្ដល់បទពិសោធន៍ការរីកចម្រើនរបស់ KFC នៅពេលភោជនីយដ្ឋានកាន់តែច្រើនចាប់ផ្ដើមប្រើរូបមន្តរបស់ Sender ឈ្មោះរបស់គាត់កាន់តែមានប្រជាប្រិយភាពមនុស្សចាប់ផ្ដើមស្គាល់បរិះពុកមាត់ចង្ការពណ៌សពាក់អាវពណ៌សនិងចងខ្សែក្រវ៉ាត់ខ្មៅរូបរបស់គាត់ក្លាយជានិមិត្តសញ្ញាមួយដែលមនុស្សចងចាំនេះជាចំណុចគួរឲ្យចាប់ផ្ដើមហើយ Sender មិនគ្រាន់តែជាអ្នកលក់មាន់បំពងទេហើយគាត់ក៏បានបង្កើតរឿងរ៉ាវមួយមនុស្សចូលចិត្តរឿងរ៉ាវពួកគេចូលចិត្តដឹងថាតើនរណាជាមនុស្សនៅពីក្រោយផលិតផលនេះតើគាត់ឆ្លងកាត់អ្វីខ្លះហេតុអ្វីគាត់ខុសពីអ្នកដទៃរឿងរបស់ Sender គឺជារឿងរបស់មនុស្សម្នាក់ដែលមិនបោះបង់ហើយនេះធ្វើឲ្យមនុស្សមានអារម្មណ៍ភ្ជាប់ជាមួយនឹងម៉ាករបស់គាត់ការលក់ KFC និងការផ្លាស់ប្ដូរជីវិតនៅពេល KFC ចាប់ផ្ដើមរីកធំធាត់ Sender បានសម្រេចចិត្តលក់ក្រុមហ៊ុនរបស់គាត់ទៅពេលក្រោយប៉ុន្តែទោះបីជាគាត់លែងជាម្ចាស់ក្រុមហ៊ុនផ្ទាល់ក៏គាត់នៅតែមានមុខមាត់សំខាន់ក្នុងម៉ាកគាត់បន្តធ្វើដំណើរគាត់បន្តផ្សព្វផ្សាយឈ្មោះ KFC គាត់បន្តបង្ហាញភាពជឿជាក់និងផលិតផលរបស់គាត់ដែលបានបង្កើតអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺបរិះម្នាក់ដែលចាប់ផ្ដើមនៅអាយុ65ឆ្នាំបានក្លាយជាមនុស្សដែលគេស្គាល់ពេញពិភពលោកមិនមែនដោយសារគាត់ចាប់ផ្ដើមលឿនជាងគេទេប៉ុន្តែដោយសារគាត់មិនឈប់ហើយមេរៀនទី1អាយុមិនមែនជាឧបសគ្គរឿងរ៉ាវរបស់ Colin Sender បានបង្រៀនថាមិនមានច្បាប់ណាមួយនិយាយថាជោគជ័យត្រូវតែកើតឡើងនៅវ័យក្មេងទេមនុស្សមួយចំនួនរកឃើញផ្លូវរបស់ខ្លួននៅអាយុ20ឆ្នាំមនុស្សមួយចំនួនទៀតរកអាយុនៅចំណុច40ឆ្នាំហើយមនុស្សខ្លះទៀតមានអាយុ60ឆ្នាំអ្វីដែលសំខាន់មិនមែនជាការចាប់ផ្ដើមនៅពេលណាទេអ្វីដែលសំខាន់គឺយើងចាប់ផ្ដើមនឹងបន្តវាដែរឬទេហើយមេរៀនទី2ការបដិសេធមិនមែនជាការចុងបញ្ចប់ Sender បានឮពាក្យទេនឹងរាប់ច្រើនដងមកហើយប៉ុន្តែរាល់ការបដិសេធមិនមែនបំផ្លាញគាត់ទេវាបានធ្វើឲ្យគាត់កាន់តែមានបទពិសោធន៍នៅក្នុងជីវិតយើងក៏ជួបនឹងការបដិសេធដែរការដាក់ពាក្យឬត្រូវបានគេបដិសេធការចាប់ផ្ដើមអាជីវកម្មមិនដំណើរការគម្រោងអាជីវកម្មថ្មីមិនមានអ្នកគ្រប់គ្រងប៉ុន្តែការបដិសេធមួយមិនមែនមានន័យថាយើងគ្មានតម្លៃទេពេលខ្លះវាគ្រាន់ជាសញ្ញាថាយើងត្រូវកែលម្អឬស្វែងរកផ្លូវផ្សេងមេរៀនទី3ជោគជ័យកើតឡើងពីការធ្វើអ្វីមួយជាប់លាប់រឿងរបស់ Sender បានបង្ហាញយើងថាជោគជ័យមិនកើតឡើងលើគំនិតធំភ្លាមៗទេពេលខ្លះវាកើតចេញពីការធ្វើរឿងទូចៗរាល់ថ្ងៃ Sender មិនបានភ្ញាក់ព្រឹកទេហើយខ្លាយទៅជាម្ចាស់អាជីវកម្ម KFC ទេមុនពេលមនុស្សស្គាល់គាត់បានចំណាយពេលជាច្រើនឆ្នាំបានរៀនពីម្ហូបគាត់បានសាកល្បងគាត់បានកែប្រែគាត់បានធ្វើខុសគាត់បានចាប់ផ្ដើមម្ដងហើយម្ដងទៀតមនុស្សជាច្រើនចង់ឃើញលទ្ធផលធំៗប៉ុន្តែមិនចង់ធ្វើការតិចតួចជាប់លាប់ទេ
ពួកគេចង់បានអាជីវកម្មជោគជ័យប៉ុន្តែមិនចង់រៀនពីអតិថិជនពួកគេចង់បានអ្នកមើលច្រើនប៉ុន្តែមិនចង់បង្កើតវីដេអូជាប្រចាំពួកគេចង់ឲ្យមានសុខភាពល្អប៉ុន្តែមិនចង់ផ្លាស់ប្ដូរទម្លាប់ប្រចាំថ្ងៃប៉ុន្តែជោគជ័យធំតែងតែចាប់ផ្ដើមពីទម្លាប់តូចមេរៀនទី4កុំឲ្យអតីតកាលកំណត់អនាគតរបស់អ្នកប្រសិនបើយើងមើលតែអតីតកាលរបស់ Sender យើងអាចនិយាយថាគាត់បរាជ័យច្រើនពេកគាត់បដូរការងារច្រើនពេកគាត់ចាប់ផ្ដើមយឺតពេកគាត់មិនមានឱកាសទេប៉ុន្តែ Sender ប្រាប់ខ្លួនឯងតាមរបៀបនោះគាត់មិននិយាយថាខ្ញុំធ្លាប់បរាជ័យ